លោកស៊ីជីពីងប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោកម៉ាក់ខានីនាយករដ្ឋមន្ត្រីកាណាដាកាំងនៅព្រឹកថ្ងៃទី16ខែមករាលោកស៊ីជីពីងប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោកម៉ាក់ខានីនាយករដ្ឋមន្ត្រីប្រទេសកាណាដាដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិននៅឯវិមានសហភាពប្រជាជននៃទីក្រុងប៉េកាំងលោកស៊ីជីពីងបានថ្លែងថាការអភិវឌ្ឍប្រកបដោយស្ថិរភាពនិងរឹងមាំនៃទំនាក់ទំនងរវាងចិននិងកាណាដាគឺសមស្របទៅនឹងផលប្រយោជន៍នៃប្រទេសទាំងពីរហើយក៏មានអំណោយផលដល់ស្ថិរភាពសន្តិភាពការអភិវឌ្ឍនិងវិបលភាពរបស់ពិភពលោកផងដែរភាគីទាំងពីរចិននិងកាណាដាគូជំរុញទំនាក់ទំនងទ្វេភាគីឲ្យឈានចូលកន្លងអភិវឌ្ឍប្រកបដោយភាពរឹងមាំស្ថិរភាពនិងចីរភាពដើម្បីផ្ដល់ផលប្រយោជន៍ឲ្យកាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរជាមួយគ្នានេះលោកស៊ីជីពីងក៏បានលើកឡើងសំណើចំនួន4ចំណុចដើម្បីអភិវឌ្ឍទំនាក់ទំនងចិនកាណាដាទី1ត្រូវធ្វើជាដៃគូគោរពគ្នាទៅវិញទៅមកទី2ត្រូវធ្វើជាដៃគូរួមអភិវឌ្ឍទី3ត្រូវធ្វើជាដៃគូជឿទុកចិត្តគ្នាទី4ត្រូវធ្វើជាដៃគូសមស្របគ្នាជាការឆ្លើយតបលោកម៉ាក់ខានីបានឆ្លើយថាកាណាដានិងចិនមានប្រវត្តិប្រស្រ័យទាក់ទងគ្នាដ៏យូរលង់សេដ្ឋកិច្ចនៃប្រទេសទាំងពីរមានភាពបំពេញបន្ថែមគ្នាខ្ពស់មានផលប្រយោជន៍រួមដ៏ទូលំទូលាយនិងពោរពេញទៅដោយកាលានុវត្តភាពភាគីកាណាដាសូមរំលឹកឡើងវិញពីការប្រកាន់ភ្ជាប់នៅគោលការណ៍ចិនមួយព្រមទាំងខិតខំលើសការដើរតាមទិសដៅតែមួយជាមួយប្រទេសចិនដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជាសេដ្ឋកិច្ចនិងពាណិជ្ជកម្មក៏ដូចជាធម្មពលផងដែរ